ចាសួស្តីបងប្អូនខ្មែរជាទីស្រឡាញ់នៅក្នុងថ្ងៃនេះខ្ញុំមានរឿងរ៉ាវសិល្បៈពីប្រទេសកូរ៉េមកចែករំលែកអ្នកទាំងអស់គ្នាទៀតហើយនៅក្នុងថ្ងៃនេះគឺជារឿងមួយគួរឲ្យចាប់អារម្មណ៍មែនតើអញ្ចឹងបានគេថាបងផ្សេងប្អូនផ្សឹងទោះបីជាបងប្រុសរបស់កម្ពុជាតារាចម្រៀងជីស៊ូចាគាត់មានរឿងអាស្រូវពាក់ព័ន្ធជាមួយនឹងការប្រើហិង្សាលើប្រពន្ធនិងបៀតបៀនលើស្ត្រីភេទក៏ដោយប៉ុន្តែបញ្ហានេះគឺមិនបានទាញទម្លាក់ឲ្យជីស៊ូនឹងគាត់បាត់បង់ប្រជាប្រិយភាពក៏ដូចជារបូតពានរង្វាន់ដែលគាត់ត្រូវតែបានទទួលនោះទេថ្មីនេះជីស៊ូសមាជិកក្រុម Blackpink ទទួលបានពានរង្វាន់ Madame Figaro Rising Star Award នៅក្នុងមហោស្រព Cannes International Series Festival ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងចំពោះអាជីពជាតារាសម្ដែងរបស់កញ្ញានៅក្នុងព្រឹត្តិការណ៍នោះកញ្ញាបានសម្ដែងការដឹងគុណដោយនិយាយពាក្យថា Merci beaucoup ចាដែលជាភាសាបារាំងមានន័យថាអរគុណច្រើននិយាយទៅសម្រាប់បច្ចុប្បន្នគ្រប់គ្នាត្រូវតែទទួលស្គាល់ចំពោះសមត្ថភាពសម្ដែងរបស់ជីស៊ូជាពិសេសនៅក្នុងរឿងភាគរបស់ Netflix ដែលមានចំណងជើងថា Monthly Boyfriend ដោយសារតែសមត្ថភាពសម្ដែងបច្ចុប្បន្នរបស់ជីស៊ូយើងអាចនិយាយបានថាលើសពីរាល់ដងដែលយើងមើលឃើញគាត់ជាតារាចម្រៀងហើយអាចសម្ដែងបានប៉ុន្តែសម្រាប់រឿងនេះគឺអ្នកទស្សនាឲ្យមេដៃមានន័យថាម្នាក់មើលឃើញជីស៊ូគឺជាតារាសម្ដែងពេញទីចាធ្វើឲ្យម្នាក់ចូលតួខ្លាំងមែនតើយ៉ាងណាមិញនៅក្នុងពេលដែលអាជីពសិល្បៈសម្ដែងរបស់ជីស៊ូអាចនិយាយបានថាឡើងចិត្តដល់កំពូលគឺមានលេចចេញនៅរឿងរ៉ាវអាស្រូវនិងរឿងរ៉ាវចម្រូងចម្រាសដែលពាក់ព័ន្ធជាមួយបងប្រុសបង្កើតរបស់កញ្ញាត្រូវបានគេអះអាងថាបច្ចុប្បន្នជីស៊ូគឺបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងបងប្រុសរបស់កញ្ញារួចរាល់ហើយចំពោះការដែលមានឈ្មោះឬក៏មានការផ្ដល់ credit នៅក្នុងក្រុមហ៊ុននោះគឺជាកំហុសបច្ចេកទេសហើយឥឡូវហ្នឹងគឺគេបានកែតម្រូវរួចហើយអញ្ចឹងគឺគេបានបញ្ជាក់ថាបងប្រុសជីស៊ូបច្ចុប្បន្នមិនមានអ្វីតាក់ទងជាមួយនឹងជីស៊ូឬក៏ទំនាក់ទំនងផ្នែកច្បាប់ឬក៏ការគ្រប់គ្រងណាមួយជាមួយជីស៊ូឬជាមួយក្រុមហ៊ុននោះទេបើយោងតាមសម្ដីរបស់លោកលីជីនហូដែលជាអតីតអ្នកសារព័ត៌មានផ្នែកកំសាន្តបានឲ្យដឹងថាជីស៊ូត្រូវបានគេរាយការណ៍ថាគឺបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយបងប្រុសរបស់គាត់ហើយបន្ទាប់ពីមានរឿងចម្រូងចម្រាសកាលពីពេលកន្លងមកលោកបានលើកឡើងថាបងប្រុសរបស់ជីស៊ូនឹងបានធ្វើឲ្យជីស៊ូបាត់បង់ទំនុកចិត្តទាំងស្រុងមិនថាតែជីស៊ូទេសូម្បីតែក្រុមគ្រួសាររបស់ជីស៊ូក៏អាចទំនាក់ទំនងជាមួយបងប្រុសរបស់នាងដែរហើយលោកបាននិយាយទៀតថាជីស៊ូគឺមិនមានវិធីណាអាចដឹងឬក៏ចូលពាក់ព័ន្ធនៅក្នុងបញ្ហាផ្ទាល់ខ្លួនរបស់បងប្រុសទេហើយចំពោះការងារកន្លងមកដែលមានបងប្រុសរបស់ជីស៊ូបានចូលរួមនឹងត្រូវបានបំភ្លឺថាជាការចូលរួមជ្រោមជ្រែងក្នុងនាមជាបងប្រុសហើយនៅក្នុងឋានៈជាសមាជិកគ្រួសារតែប៉ុណ្ណោះគឺមិនមានទូនាទីផ្លូវការឬក៏ទទួលបានកម្រៃពីក្រុមហ៊ុននោះទេគឺគេចង់បញ្ជាក់ថាបងជីស៊ូនឹងអត់មានទំនាក់ទំនងអ្វីជាមួយនឹងក្រុមហ៊ុននោះឡើយចាគ្រាន់តែគាត់ចូលមកជួយជីស៊ូនៅក្នុងនាមជាក្រុមគ្រួសារឬក៏ជាសមាជិកគ្រួសារនិងជាបងប្រុសតែប៉ុណ្ណោះអ្នកងារតំណាងជីស៊ូបានបញ្ជាក់ជាថ្មីថាបញ្ហារបស់បងប្រុសជីស៊ូគឺមិនមានអ្វីពាក់ព័ន្ធទាល់តែសោះជាមួយនឹងជីស៊ូហើយជីស៊ូក៏កំពុងបំពេញការងារដោយឯករាជ្យមិនមានពាក់ព័ន្ធជាមួយនឹងបងប្រុសនោះដែរសូមអរគុណដែលបានតាមដានទស្សនាវីដេអូពីដើមដល់ចប់